ជំរាបសួរលោកគ្រូថ្ងៃនេះmìnhធ្វើការរ៉ានខមមិនមួយចំនួនដែលតាក់ទងនឹងការងារទី1សម្រាប់ Big Town របស់យើងអឺបន្ទាប់មកខ្ញុំនឹងធ្វើការបង្កើត user ថ្មីមួយadd.on.add /2/bus ឈ្មោះ user ថ្មីរបស់ខ្ញុំនឹងធ្វើការដាក់តមកខ្ញុំធ្វើការដាក់ password កាន់ user ថ្មីនោះសម្រាប់ password ថ្មីខ្ញុំបានដាក់វារួចរាល់តមកខ្ញុំធ្វើការswitch ទៅកាន់ user ថ្មីនោះឥឡូវនេះខ្ញុំបាន switch មកកាន់ user ថ្មីតមកខ្ញុំធ្វើការ run command run ai ដើម្បីបង្ហាញ user ថ្មីនេះ user ថ្មីដែលខ្ញុំបានបង្កើតមុនហ្នឹងសម្រាប់ command បន្តខ្ញុំនឹងធ្វើការបង្កើត folder ថ្មីមួយនិងបង្ហាញ link របស់វា mkdir ខ្ញុំដាក់asdf តមកខ្ញុំធ្វើការបង្ហាញ folder ហ្នឹងនៅក្នុង list នេះគឺជា folder ដែលខ្ញុំបានបង្កើតឥឡូវខ្ញុំនឹងធ្វើការចេញទៅកាន់ user ដើមរបស់ខ្ញុំវិញនិង command ចុងក្រោយនោះខ្ញុំនឹងធ្វើការបង្ហាញ user list តាមរយៈ command cat etc នេះគឺជា folder subxcv ឬក៏ user ដែលខ្ញុំបានបង្កើតមុនហ្នឹងនៅលើហ្នឹងអរគុណលោកគ្រូសម្រាប់វីដេអូខ្ញុំតែប៉ុណ្ណឹង